សំណួរចម្លើយភូមិវិទ្យាថ្នាក់ទី12 ចាប់ពីឆ្នាំ 1993 មកប្រទេសកម្ពុជាបានអនុវត្តប្រព័ន្ធទីផ្សារសេរី ក ក្នុងការអភិវឌ្ឍឧស្សាហកម្មកម្ពុជាតែរាជរដ្ឋាភិបាលបានជួបនឹងបញ្ហាលំបាកអ្វីខ្លះ ខ ហេតុអ្វីបានជាប្រទេសកម្ពុជាអាចទាក់ទាញអ្នកវិនិយោគទុនបរទេសបាន ចម្លើយ ក គឺក្នុងការអភិវឌ្ឍឧស្សាហកម្មរាជរដ្ឋាភិបាលជួបនឹងបញ្ហាដូចជាការប្រកួតប្រជែងក្នុងតំបន់កម្រិតជំនាញរបស់កម្មករនៅទាបកង្វះហេដ្ឋារចនាសម្ព័ន្ធកង្វះឥណទានសម្រាប់ទ្រទ្រង់ឧស្សាហកម្មធុនតូចមធ្យមនិងសិប្បកម្មហើយការបញ្ជាទិញមានកម្រិតទាប ខ ប្រទេសកម្ពុជាអាចទាក់ទាញអ្នកវិនិយោគទុនបរទេសបានដោយសារតម្លៃពលកម្មទាបរដ្ឋាភិបាលការពារនិងគាំទ្រចំពោះអ្នកវិនិយោគទុនប្រទេសមានសន្តិភាព